ព្រះលក្ខលិស័កបសុបតៈជាឈ្មោះនិកាយចំណាស់បំផុតក្នុងចំណោមនិកាយទាំង4ក្នុងលទ្ធិសៃវនិយមនៃព្រហ្មញ្ញសាសនារួមមានបសុបតៈសៃវៈកាលវតៈនិងនិកាយកាបាលិកៈចម្លាក់ព្រះលក្ខលិស័កបានលេចឡើងនៅតាមចម្លាក់ខ្មែរតាំងពីសតវត្សទី7មកម្លេះពោលគឺបង្ហាញនៅលើផ្តែរទ្វារមួយដែលរកឃើញនៅក្រុមប្រាសាទតោនៃតំបន់ប្រាសាទសម្បូរព្រៃគុកតើព្រះលក្ខលិស័កជានរណានិងលេចឡើងបែបណាខ្លះនៅក្នុងសិល្បៈខ្មែរព្រះលក្ខលិស័កគឺជាឈ្មោះព្រះឥសូរនៅក្នុងជាតិទី28ដែលបានក្លាយជាទេពដ៏សំខាន់ជាងគេនៅក្នុងនិកាយបសុបតៈឈ្មោះលក្ខលិស័កលេចឡើងដំបូងគេនៅគម្ពីរវាយុបុរាណត្រង់ចំពុកទី23ដែលរៀបរាប់ថាព្រះសិវៈបានប្រកាសប្រាប់ព្រះព្រហ្មថានៅក្នុងជាតិទី28ព្រះព្រហ្មនឹងកើតជាវាសុទេវៈហើយទ្រង់នឹងកើតទៅជាព្រាហ្មណ៍ម្នាក់នៅក្នុងក្រុងកាយោហណៈដែលមានឈ្មោះថានាគលិណៈឬលក្ខលិស័កតាមគម្ពីរជាច្រើនបានបញ្ជាក់ថាព្រះលក្ខលិស័កមានសិស្សចំណិតចំនួន4នាក់រួមមានកុសិកៈកកិរិយៈមិត្តកៈនិងរុស្តៈជាទូទៅគេបង្ហាញទ្រង់ជាទេពកាន់ដំបងព្រោះពាក្យថាលក្ខលិស័កคล้ายមកពីពាក្យថាលាគុតិដែលប្រែថាអ្នកកាន់ដំបងអ្នកប្រាជ្ញជាច្រើនសន្និដ្ឋានថាព្រះលក្ខលិស័កគឺជាតួអង្គម្នាក់ដោយព្រះពុទ្ធដែរនិងជាវីរៈបុរសដ៏អស្ចារ្យដែលដើរតួនាទីជាព្រះគ្រូម្នាក់ដែលមានដំបងនៅក្នុងដៃហើយជាអ្នកផ្សព្វផ្សាយលទ្ធិសៃវៈទៅកាន់សត្វលោកតាមការសិក្សាស្រាវជ្រាវកន្លងមកឥតមានឯកសារណាមួយដែលបានបង្ហាញអំពីចម្លាក់ព្រះលក្ខលិស័កនៅតាមប្រាសាទខ្មែរឡើយហើយសូម្បីតែនៅចម្លាក់នៅអាស៊ីអាគ្នេយ៍ទាំងមូលក៏មិនមានរកឃើញដែរប៉ុន្តែចម្លាក់ទេមួយអង្គដែលឆ្លាក់នៅលើផ្តែរទ្វារប្រាសាទ C6-03 នៃតំបន់ប្រាសាទសម្បូរព្រៃគុកទំនងគួរឲ្យជឿជាក់បានថាគឺជាចម្លាក់ព្រះលក្ខលិស័កដំបូងគេបង្អស់នៅក្នុងសិល្បៈខ្មែរផ្តែរទ្វារនេះរកឃើញនៅក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យវ៉ាសេដាកាលពីឆ្នាំ2003ដែលអាចចាត់ថ្នាក់បានថាជាសិល្បៈរចនាបថព្រៃក្មេងនៅរវាងពាក់កណ្ដាលសតវត្សទី7ពោលគឺអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីឥសានវរ្ម័នទី1ឬរជ្ជកាលព្រះបាទស្រីភវរ្ម័នទី2ចម្លាក់ទាំងមូលនៅលើផ្តែរទ្វារនេះបង្ហាញឲ្យឃើញអំពីកិច្ចពិធីសាសនាដ៏សំខាន់មួយដែលផ្នែកកណ្ដាលនៃជួរខាងក្រោមបង្ហាញអំពីទេពមួយអង្គអង្គុយក្នុងកាយវិការមហារាជលីលក្ខណៈដោយមានព្រះហស្ថឆ្វេងកាន់ដំបងមួយដាក់សង្កត់នៅលើស្មាឆ្វេងនិងព្រះហស្ថស្ដាំដាក់ទម្លាក់ចុះក្រោមទ្រង់ស្លៀកសំពត់និងមានក្រណាត់ស្ពាយឈៀងស្មាខាងឆ្វេងពាក់ខ្សែកអង្កាំធំនៅលើកពាក់ខ្សែដៃនិងមួកធំមួយគ្របកប់ស្លឹកត្រចៀករូបតួអង្គដែលមានកាន់ដំបងនេះហើយដែលយើងអាចកំណត់បានថាជាចម្លាក់ព្រះលក្ខលិស័កដំបូងគេនៅក្នុងសិល្បៈខ្មែរនៅខាងស្ដាំព្រះលក្ខលិស័កមានចម្លាក់តួអង្គ2នាក់កំពុងលើកដៃសំពះទៅកាន់ទ្រង់រីឯនៅខាងឆ្វេងបង្អស់មានតួអង្គ2នាក់ទៀតកំពុងលុតជង្គង់ដោយម្នាក់កាន់ក្អមទឹកនិងម្នាក់ទៀតលើកដៃសំពះតួអង្គទាំង4នាក់នេះយើងអាចកត់សម្គាល់ថាជាសិស្សចំណិតទាំង4របស់ព្រះលក្ខលិស័ករួមមានកុសិកៈកកិរិយៈមិត្តកៈនិងរុស្តៈបន្ថែមពីនេះមានចម្លាក់តួអង្គម្នាក់ទៀតដែលអង្គុយក្នុងទម្រង់ជាមហារាជលីលក្ខណៈនៅខាងឆ្វេងជាប់នឹងតួអង្គព្រះលក្ខលិស័កដោយព្រះហស្ថស្ដាំដាក់លើជង្គង់ស្ដាំនិងព្រះហស្ថឆ្វេងដាក់នៅលើកែងព្រះហស្ថស្ដាំតួអង្គនេះស្លៀកពាក់និងលម្អទៅដោយគ្រឿងអលង្ការជាច្រើនដោយតួអង្គព្រះលក្ខលិស័កដែរតួអង្គនេះយើងអាចកត់សម្គាល់ថាទំនងជាព្រះមហេស្វរៈដែលជាតួអង្គសំខាន់នៅក្នុងពិធីសាសនាដ៏ពិសេសមួយរបស់ព្រះលក្ខលិស័កដែលគេស្គាល់ថាជាពិធីបដពន្ធៈដោយបានរៀបរាប់មកនៅក្នុងគម្ពីរកញ្ញការិកានិងសរសេរដោយរដ្ឋដីកាពិធីបដពន្ធៈធ្វើឡើងជារៀងរាល់ខែចំថ្ងៃពេញបូរមីនៃអស្វនៈដើម្បីរំដោះមនុស្សដែលមានអំពើបាបឲ្យកើតឡើងវិញជាថ្មីនៅក្នុងជាតិខាងមុខហើយពិធីនេះគេជឿថានៅពេលដែលព្រះមហេស្វរៈពាក់ក្រណាត់ស្ពាយឈៀងនិងពោលពាក្យថាមហាថ្មយៈមនុស្សនឹងបានទៅកើតនៅស្ថានសួគ៌រាប់ពាន់ឆ្នាំដោយក្រណាត់សូត្រដែរម្ល៉េះហើយក្រណាត់ស្ពាយឈៀងដែលទេពទាំងពីរឆ្លាក់នៅលើក្បាច់មេដាយង់ជាពិសេសចម្លាក់ផ្កានៅក្នុងមេដាយង់ខាងឆ្វេងដែលមានសញ្ញាសម្គាល់នៅលើកំពូលដែលអាចជានិមិត្តសញ្ញានៃការចាប់ជាតិជាថ្មីចំណុចនេះវាស្របទៅនឹងទ្រឹស្ដីនៃសាសនាហិណ្ឌូដែលគេជឿថាផ្កាគឺជាគ្រឿងដ៏ពិសិដ្ឋមួយតំណាងឲ្យភោគផលទ្រព្យសម្បត្តិភាពរុងរឿងនិងការចាប់កំណើតជាថ្មីឧទាហរណ៍ព្រះព្រហ្មកើតចេញពីផ្ចិតរបស់ព្រះវិស្ណុអង្គុយនៅលើផ្កាឈូក
អ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសនោះការបង្ហាញចម្លាក់ព្រះលិកុលិស័កនិងសិស្សចំណិតទាំង4នៅលើផ្តែរទ្វារសតវត្សទី7ដែលរកឃើញនៅតំបន់ប្រាសាទសម្បូរព្រៃគុកនេះគឺស្របទៅនឹងទំនៀមនៃការប្រតិបត្តិនិកាយបសុបតៈនៅក្នុងប្រទេសឥណ្ឌានៅមុនសតវត្សទី6ក្នុងសិល្បៈឥណ្ឌាគេមិនដែលឆ្លាក់ព្រះលិកុលិស័កក្នុងទម្រង់ជាមនុស្សកាន់ដំបងឡើយរីឯចម្លាក់ព្រះលិកុលិស័កនិងសិស្សចំណិតទាំង4ទើបតែនឹងលេចឡើងនៅរវាងពាក់កណ្ដាលសតវត្សទី6ប៉ុណ្ណោះដោយដែលឃើញមាននៅលើហោជាងរូងភ្នំយូកេស្វារីនិងបន្តមាននៅតាមប្រាសាទឥណ្ឌាជាច្រើនចាប់ពីសតវត្សទី7ដល់សតវត្សទី10គួរឲ្យចាប់អារម្មណ៍នោះចម្លាក់ព្រះលិកុលិស័កនៅស្រុកឥណ្ឌាគេឆ្លាក់មានពីរទម្រង់គឺបង្ហាញអាក្រាតកាយនិងមិនអាក្រាតកាយហើយក្នុងចំណោមទាំងពីរទម្រង់នេះលោកជូបេបានលើកឡើងថាទម្រង់មិនអាក្រាតកាយគ្រាន់តែជាការបន្តបន្សំតិចតួចប៉ុណ្ណោះផ្ទុយពីនៅស្រុកខ្មែរចម្លាក់ព្រះលិកុលិស័កនិងចម្លាក់ទេពផ្សេងៗទៀតគេមិនដែលបង្ហាញក្នុងទម្រង់អាក្រាតកាយឬបង្ហាញគេខ្មាស់ឡើយលើកលែងតែការឆ្លាក់ព្រះសិវលិង្គចំណុចចាប់អារម្មណ៍មួយទៀតក្នុងសិល្បៈឥណ្ឌាគេមិនដែលប្រទះឃើញចម្លាក់ព្រះលិកុលិស័កបង្ហាញនៅក្នុងពិធីបដិពន្ធៈនោះឡើយជារួមមកការរកឃើញចម្លាក់ព្រះលិកុលិស័កនៅតំបន់ប្រាសាទសម្បូរព្រៃគុកដែលឆ្លាក់តាំងពីរវាងពាក់កណ្ដាលសតវត្សទី7ដោយដែលបានរៀបរាប់ខាងលើគឺជាទិន្នន័យផ្នែកប្រវត្តិសិល្បៈដ៏សំខាន់មួយដែលអាចបំពេញបន្ថែមកាន់តែច្បាស់ទៅលើព័ត៌មានដែលទទួលបានពីសិលាចារឹកអំពីការសាយភាយនិងការគោរពប្រណិប័តនិកាយបសុបតៈនៅក្នុងសង្គមខ្មែរនាសតវត្សទី7គួរឲ្យចាប់អារម្មណ៍នោះយើងអាចសន្និដ្ឋានថាអ្វីត្បិតតែស្រុកខ្មែរទទួលឥទ្ធិពលនៃការគោរពប្រតិបត្តិនិកាយបសុបតៈពីស្រុកឥណ្ឌាក៏ពិតមែនក៏សិល្បករខ្មែរមិនបានយកលំនាំនៃការឆ្លាក់បង្ហាញព្រះលិកុលិស័កដោយសិល្បៈឥណ្ឌាទាំងស្រុងនោះឡើយជាក់ស្ដែងការបង្ហាញព្រះលិកុលិស័កក្នុងពិធីបដិពន្ធៈដែលគេមិនដែលប្រទះឃើញនៅស្រុកឥណ្ឌាបែរជាមានបង្ហាញនៅស្រុកខ្មែរតាំងពីសតវត្សទី7ទៅវិញនេះសបញ្ជាក់ឲ្យឃើញថាព្រាហ្មណ៍បសុបតៈនិងអ្នកចម្លាក់ខ្មែរគឺបង្ហាញអំពីអ្វីដែលជាសិល្បៈដែលឡែកក្នុងតំបន់ខុសពីអ្វីដែលមាននៅស្រុកឥណ្ឌា